ទោះយ៉ាងណាក៏ដោយបងមិនអោយអូនទៅផ្ទះសិទ្ធិបុតនោះទេព្រោះគេត្រេកអរនឹងបងស្លាប់គេមិនអោយយើងទេអូនតែបងកុំគិតអញ្ចឹងអូននឹងសាឡបងឲ្យតែបានថ្នាំមកព្យាបាលបងជាអូនសុខចិត្តធ្វើអ្វីទាំងអស់ដើម្បីជីវិតបងជីវិតប្តីនាងមានតកតងអីនឹងយើងគឺពិតជាមានបងស្ដាប់អូនសិនជីវិតប្តីអូនគឺតកតងនឹងថ្នាំតែនៅក្នុងត្រកូលពេជ្ររតនៈនេះឲ្យខ្ញុំសុំមកទោះជាខ្ញុំត្រូវបដូរយកអាយុជីវិតឬក៏កាយភ្នែករបស់ខ្ញុំក៏ខ្ញុំលះបង់បានដែរឲ្យតែប្តីខ្ញុំបានជាឡើងវិញខ្ញុំសុំបងសំណាងអាក្រក់របស់នាងហើយសូរិយានាងស្មានតែរតនៈយើងនេះល្ងងដល់ថ្នាក់ឲ្យឆ្នាំប្រចាំតកូលឲ្យទៅនាងហ្នឹងយកទៅសង្គ្រោះអាប្រុសដែលជាសត្រូវផ្លូវចិត្តរបស់យើងចេញទៅវិញទៅហើយកុំនាំដំណឹងនេះមកឲ្យយើងឮម្ដងទៀតឲ្យសោះលោកកូនកុំតឹងតាំងពេកបើអាចនិយាយគ្នាបានក៏សម្រួលទៅណាបងចេះស្ដីអូនឲ្យអស់ពីកំហឹងចិត្តបងចុះបងសម្រាប់អូនមកចុះជីវិតសូរិយាគ្មានអ្វីទាំងអស់ទោះជាបងពុះទ្រង់រងយកប្រមាថក៏អូនមិនអាចកាត់ផ្ដាច់នៅភក្តីភាពពីប្តីដល់សែនស្លូតត្រង់របស់អូនបានឡើយអូនសូមពរឲ្យថ្នាំមកអូនមកអូនសូមពរទោះជាបងឲ្យអូនធ្វើអ្វីក៏អូនព្រមធ្វើតាមបងទាំងអស់បងមានប្រសាសន៍មកចោះអូពិតជាស្រីគ្រប់លក្ខស្មោះស្ម័គ្រនឹងប្តីមែនហ៊ានលះបង់អ្វីទាំងអស់ដើម្បីប្តីហ៎ជួយនាងម្ដងទៅកូនម៉ែចាស់សុំចិត្តបានបើនាងយល់ព្រមតាមលក្ខខណ្ឌរបស់យើងនឹងជួយលក្ខខណ្ឌអ្វីទៅបងមានប្រសាសន៍មកចាស់លក្ខខណ្ឌរបស់បងខ្លាចតែអូននឹងធ្វើមិនបានចូលមកអូនសូរិយាបងដឹងថាភាពរវើរវាយស្រមើស្រមៃឈួតរបស់បងនេះវាមិននៅក្នុងកាយភ្នែកនិងបេះដូងរបស់អូនឡើយបបោមាត់ដ៏សែនស្រស់ពណ៌រលោងទន់ល្មើយគួរឲ្យចង់ថ្នាក់ថ្នមកាយភ្នែកមានមុនស្នេហ៍សំតែជាមរតកបន្តវងត្រកូលពេជ្ររតនៈសូរិយានាងជាអំបោហងទៅផុងអីពួកអាឯកខ្មៅដូចនេះតើពួកវាអស់ចាជាបងប៉ុណ្ណាទេមិននឹកស្មានថាកុលិកាមួយគ្រាប់នេះនាំមកនៅសុភមង្គលផ្លូវចិត្តបងក្នុងថ្ងៃនេះសោះ
សូរិយាបងមិនបំផ្លាញទឹកចិត្តអូននៅពេលនេះទេតែសូរិយាត្រូវតែគោរពពាក្យសន្យាសូរិយាកូនតោះចូលក្នុងវិញតើលោកជើញមកមានការអីដែរពួកខ្ញុំមករងចាំអ្នកនាងសូរិយាឆ្នាំបដូរជីវិតចិត្តត្រេកអរតែល្អក់កកក្តីស្នេហ៍ស្នងព្រាត់ស្លាប់ពិបាកដល់ដូនល្អរស់កាត់ចំណងដាច់និស័យពិតជាស្នេហ៍កម្មប្រចាំចិត្តព្រាត់មែនតែគិតនៅអាឡ័យស្រណោះស្រណោក្នុងហារទេធ្លាប់រੂភិសម័យស្រីនឹងបោះឲ្យហូបម្ដងតិចម្ដងតិចទៅសូរិយាហេតុអីអូនយំមកពីអូនរំភើបឃើញបងជាឡើងវិញយប់ជ្រៅហើយបងសម្រានទេ